កីឡាករបាល់ទាត់ម្នាក់ដែលអាចលេងបាល់ដល់វ័យ41ឆ្នាំនិងមានគ្រាប់បាល់សុទ្ធបញ្ចូលទីជិត600គ្រាប់ម្នាក់នោះគឺលោកព្រះ Zlatan Ibrahimovic Ibrahimovic looking for the second chance score was attempted it overhead Seb Larsson Ibrahimovic from deep brilliant quite done so Ibrahimovic surely not Zlatan បានប្រកបអាជីពជាកីឡាករបាល់ទាត់អស់24ឆ្នាំគាត់ស្រឡាញ់ក្បាច់គុណតាំងពីក្មេងគាត់បានយកបច្ចេកទេសលេង street football បូកបញ្ចូលជាមួយនឹងក្បាច់គុណរបស់គាត់ដែលធ្វើឲ្យគាត់ក្លាយជាខ្សែប្រយុទ្ធមួយរូបដែលមានក្បាច់សុទ្ធបញ្ចូលទីប្លែកៗខ្លាំងមែនទែនហើយកម្រមានខ្សែប្រយុទ្ធណានៅក្នុងពិភពលោកដែលអាចសុទ្ធបញ្ចូលទីបានលយដូចគាត់ហើយវីដេអូមួយនេះខ្ញុំនឹងនិយាយអំពីជីវិតកុមារភាពដ៏កំសត់របស់ Zlatan ជីវិតបាល់ទាត់ចំណុចជោគជ័យចំណុចបរាជ័យរឿងដែលយើងគួរធ្វើតាមគាត់និងរឿងដែលយើងមិនគួរយកតម្រាប់តាមគាត់ជីវិតកុមារភាពដ៏កំសត់របស់ Zlatan Ibrahimovic Zlatan គាត់បានកើតនៅឆ្នាំ1981នៅទីក្រុង Malmö ប្រទេស Sweden ឬក៏ខ្មែរយើងហៅថាប្រទេសស៊ុយអែតឪពុករបស់គាត់មកពីប៊ូស្នីឯម្ដាយរបស់គាត់គឺមកពីក្រូអាតហើយគាត់វិញគឺកើតនៅក្នុងទឹកដីរបស់ Sweden ហើយ Zlatan ដោយសារតែគាត់កើតនៅក្នុងទឹកដីស៊ុយអែតគាត់ក៏រើសយកសញ្ជាតិស៊ុយអែតតែម្ដងនៅពេលដែល Zlatan អាយុ2ឆ្នាំឪពុកម្ដាយរបស់គាត់គឺបានលែងលះគ្នាហើយឪពុករបស់គាត់ក៏បានចាក់ចេញទៅនៅខាងក្រៅដោយបន្សល់ទុកកូន5នាក់នៅក្នុងបន្ទុករបស់ម្ដាយរបស់គាត់បានធ្វើការជាអ្នកសម្អាតដូច្នេះប្រាក់ខែរបស់គាត់គឺមិនច្រើនទេហើយនៅក្នុងចំណោមបងប្អូនទាំង5នាក់របស់ Zlatan ក៏មានម្នាក់ជាអ្នកញៀនថ្នាំផងដែរម្ដាយរបស់គាត់គឺពិបាកនៅក្នុងការផ្គត់ផ្គង់កូនទាំងអស់នឹងខ្លាំងមែនទែនហើយនៅពេលមួយម្ដាយរបស់គាត់ក៏សម្រេចចិត្តថាគាត់នឹងលួចអីវ៉ាន់គេនៅក្នុងហាងដើម្បីយកមកឲ្យកូននៅផ្ទះប៉ុន្តែជាចៃដន្យអាក្រក់ម្ដាយរបស់ Zlatan ត្រូវបានគេចាប់បានហើយគេក៏បានបញ្ជូនខ្លួនគាត់ទៅពន្ធនាគារផងដែរកាលនោះគឺ Zlatan គាត់មានអាយុ9ឆ្នាំហើយនៅក្នុងអាយុ9ឆ្នាំនេះជីវិតរបស់ Zlatan គឺធ្លាក់មកដល់ចំណុច0តែម្ដងគាត់កើតបាន2ឆ្នាំឪពុកម្ដាយលែងលះគ្នាបងប្អូននៅក្នុងគ្រួសាររបស់គាត់ក៏ញៀនថ្នាំឥឡូវនេះម្ដាយរបស់គាត់ត្រូវគេចាប់ដាក់ពន្ធនាគារទៀតពិបាកសម័យខ្លាំងមែនទែនក្មេងប្រុសអាយុ9ឆ្នាំម្នាក់ដែលជួបសុទ្ធតែរឿងពិបាកនៅក្នុងជីវិតដូច្នេះហើយបានខ្ញុំថាជីវិតរបស់គាត់គឺធ្លាក់ដល់ចំណុច0តែម្ដងនៅអាយុ9ឆ្នាំនេះក្រុមការងារសង្គមកិច្ចរបស់ប្រទេសស៊ុយអែតគេក៏បានយកគាត់ឲ្យទៅនៅជាមួយនឹងឪពុករបស់គាត់ដោយសារតែគាត់លែងមានអ្នកមើលថែ Zlatan ពេលដែលទៅរស់នៅជាមួយនឹងឪពុករបស់គាត់ជីវិតរបស់គាត់ក៏មិនស្រួលដែរដោយសារតែឪពុករបស់គាត់គឺរស់នៅក្នុងអាផាតមិនមួយដែលទូចខ្លាំងមែនទែនដែលសំបីតែកន្លែងគេងស្រួលបួលក៏អត់មានដែរ Zlatan បាននិយាយថាគាត់អាណិតឪពុករបស់គាត់ខ្លាំងមែនទែនឪពុករបស់គាត់ក៏ធ្វើការជាអ្នកសម្អាតដូចគ្នាប្រាក់ខែរបស់គាត់ក៏មិនច្រើនដែរគាត់ធ្វើការយូរម៉ោងហើយត្រឡប់មកដល់ផ្ទះវិញក៏អត់មានកន្លែងគេងស្រួលបួលដែរគឺគាត់ឃើញឪពុកគាត់គេងនៅលើឥដ្ឋទាំងហត់ចំណុចនេះដែលធ្វើឲ្យ Zlatan គឺមានការដឹងគុណមកលើឪពុករបស់គាត់ខ្លាំងមែនទែន Zlatan កាលពីក្មេងគឺគាត់រស់នៅក្នុងតំបន់ Rosengard ហើយនៅក្នុងសហគមន៍ Rosengard នេះគឺគាត់លេងបាល់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់ជាប្រចាំហើយបន្ទាប់ពីលេងបាល់ហត់គាត់តែងតែញ៉ាំបាយនៅផ្ទះមិត្តភ័ក្តិរបស់គាត់ដោយសារនៅផ្ទះគាត់គឺមិនសូវមានអីញ៉ាំទេហើយឪពុករបស់គាត់នេះគឺល្អខ្លាំងមែនទែនគាត់ធ្វើការបានប្រាក់ខែតិចតួចហើយក៏សន្សំលុយកាត់បន្ថយចំណាយផ្សេងៗដើម្បីយកលុយទិញស្បែកជើងបាល់ទាត់ឲ្យ Zlatan ហើយឪពុករបស់គាត់គឺមានមោទនភាពចំពោះកូនគាត់ខ្លាំងមែនទែនដែលគាត់តែងតែនិយាយប្រាប់មិត្តភ័ក្តិហើយនឹងប្រាប់គេឯងនៅក្នុងតំបន់ហ្នឹងថាថ្ងៃអនាគតកូនរបស់គាត់នឹងក្លាយទៅជាកីឡាករបាល់ទាត់ដ៏ល្បីមួយរូបZlatan គឺពិតជាមិនធ្វើឲ្យឪពុករបស់គាត់ខកបំណងទេនៅក្នុងសហគមន៍ Rosengard នេះ Zlatan គឺជាយុវជនម្នាក់ដែលល្បីខ្លាំងមែនទែនដែលគាត់បាននិយាយថានៅ Rosengard គឺគេលេងបាល់ខុសពីតំបន់ផ្សេងនៅតំបន់ផ្សេងគេអាចរើសយកថាអ្នកល្បីគឺជាអ្នកដែលមានគ្រាប់បាល់សុទ្ធបញ្ចូលទីច្រើនឬក៏ប៉ាកែក្នុងការបញ្ជូនបាល់ប៉ុន្តែនៅ Rosengard នេះគេលេង street football គឺគេផ្ដោតតែលើ skill ទេអ្នកណាមាន skill លោជាងគេមានក្បាច់លោជាងគេគឺម្នាក់ហ្នឹងគឺជាអ្នកដែលល្បីជាងគេប្រចាំនៅ Rosengard តែម្ដងហើយ Zlatan គាត់បាននិយាយថាគឺគាត់នេះឯងជាក្មេងម្នាក់ដែលមាន skill ល្អជាងគេឲ្យតែពេលដែលគាត់លេងគឺមានក្មេងដទៃទៀតមកមើលគាត់លេងច្រើនខ្លាំងមែនទែនរឿងមួយទៀតដែលយើងត្រូវដឹងអំពីជីវិតកុមារភាពរបស់ Zlatan ដោយសារតែគាត់អាណិតឪពុករបស់គាត់ខ្លាំងពេករាល់តម្រូវការផ្សេងគឺគាត់ពិបាកនៅក្នុងហាមមាត់សុំលុយឪពុករបស់គាត់ខ្លាំងមែនទែនដូច្នេះគាត់ក៏សម្រេចចិត្តថាគាត់នឹងលួចកង់អ្នកដទៃដើម្បីយកទៅលក់ដូច្នេះ Zlatan Ibrahimovic គឺចេះលួចកង់គេតាំងពីក្មេងដើម្បីលក់យកលុយមកផ្គត់ផ្គង់តម្រូវការផ្ទាល់ខ្លួនរបស់គាត់នៅអាយុ13ឆ្នាំដោយសារតែគេមើលឃើញពីសមត្ថភាពរបស់ Zlatan ឃើញគាត់លេចធ្លោប្រចាំនៅ Rosengard ក្លឹប Malmö ដែលជាក្លឹបដ៏ធំមួយគេក៏បានសម្រេចចិត្តជ្រើសរើសយកគាត់ឲ្យចូលទៅវឹកហាត់នៅក្នុងថ្នាលយុវជន
ជីវិតរបស់ Zlatan នៅក្នុងយុវជនថ្នាលរបស់ Malmo គឺមិនស្រួលប្រមាណទេយើងដឹងហើយថាចរិតរបស់ Zlatan បែបណាគាត់តែងតែទទួលបានការស្ដីបន្ទោសពីគ្រូហើយនិងក្លឹបជាញឹកញាប់ដោយសារតែគាត់គឺតែងតែធ្វើខុសជានិច្ចតែម្ដងប៉ុន្តែខាងក្លឹបគឺមិនបានបណ្ដេញគាត់ចេញពីថ្នាលយុវជនទេទោះបីគាត់ធ្វើខុសមិនក៏ដោយព្រោះគេមើលឃើញពីសក្តានុពលរបស់គាត់មិនថាបច្ចេកទេសនៅក្នុងការលេងបាល់ល្បឿនបច្ចេកទេសក្នុងការបញ្ចប់ទីគឺ Zlatan ធ្វើបានល្អតាំងពីក្មេងហើយបន្ទាប់ពីវឹកហាត់នៅ Rosengard បាន 2-3 ឆ្នាំដោយសារតែជីវភាពទីទាល់ក្រខ្លាំងពេក Zlatan ក៏សម្រេចចិត្តប្រាប់គ្រូថាគឺគាត់សុំឈប់វឹកហាត់ដើម្បីទៅរកការងារធ្វើដោយសារតែក្រុមគ្រួសារគឺត្រូវការលុយប៉ុន្តែគ្រូរបស់គាត់កាលនោះគឺល្អមែនតើបើសិនជាគ្រូរបស់គាត់មិនខាត់ទេគឺ Zlatan ប្រកាសជាចេញទៅធ្វើការហើយយើងគឺមិនបានស្គាល់គាត់ទេគ្រូរបស់គាត់គឺបានព្យាយាមខាត់គាត់ហើយបញ្យល់ធ្វើម៉េចឲ្យគាត់អត់ធ្មត់បន្តរងចាំតទៀតព្រោះគាត់គិតថា Zlatan គឺមានសក្តានុពលគ្រប់គ្រាន់ដើម្បីក្លាយទៅជាកីឡាករអាជីពហើយវ័យរបស់គាត់ក៏ជិតដល់វ័យដែលគ្រូឈុតធំគេនឹងពិចារណានៅក្នុងការប្រម៉ូទឡើងទៅឈុតធំដែរZlatan បានវឹកហាត់នៅថ្នាលរបស់ Malmo អស់4ឆ្នាំហើយការរងចាំរបស់គាត់គឺមានផលផ្លែពិតមែន Zlatan បាននិយាយថាថ្ងៃមួយកំពុងតែវឹកហាត់ហ្នឹងគឺគាត់បានងាកទៅឃើញគ្រូវឹកឈុតធំកំពុងតែឈរមើលយុវជនវឹកហាត់បន្តមកទៀតគ្រូវឹកឈុតធំក៏បានដើរមកប្រាប់គាត់ថាពេលវឹកហាត់ចប់កុំភ្លេចទៅជួបគាត់ហើយ Zlatan នឹកឃើញក្នុងចិត្តថាខ្ញុំធ្វើអីខុសទៀតហើយបានគ្រូមកហៅទៀតអីព្រោះអីរាល់ដងឲ្យតែខាងក្លឹបហើយនឹងគ្រូហៅគឺមិនដែលហៅធ្វើអីក្រៅតែពីហៅស្ដីឲ្យទេបន្ទាប់ពីការវឹកហាត់បានបញ្ចប់គាត់ក៏បានដើរទៅជួបគ្រូវឹកឈុតធំពិតមែនហើយគ្រូវឹកក៏បានប្រាប់ថាថ្ងៃច័ន្ទក្រោយអ្នកឯងកុំភ្លេចមកវឹកហាត់ជាមួយនឹងឈុតធំវិញZlatan ពេលឮអញ្ចឹងគឺគាត់មានសំណួរនៅក្នុងចិត្តផុសឡើងតែម្ដងដែលគាត់ចង់ដឹងថាយកគាត់ទៅហ្នឹងគ្រាន់តែយកទៅហាត់ជាមួយឈុតធំឬក៏ចង់ផ្ដល់ឱកាសឲ្យគាត់លេងគាត់មានសំណួរច្រើនចង់សួរទៅវិញប៉ុន្តែគាត់នឹកឃើញមួយទៀតថាបើសិនជាគាត់ហ៊ានសួរអញញ៉ៃច្រើនគ្រូវឹកអាចនឹងបដូរចិត្តហើយគាត់អាចនឹងស្ពៃ Then I was like from considering to be the not the biggest talent like let's say the last one in the group to jump over all of them and come in the first group and I was like okay and I was in shock because and I didn't want to say it too much because maybe if I talk too much he will change his mind I was like okay see you on Monday thenដូច្នេះ Zlatan ក៏អត់ហ៊ាននិយាយអីច្រើនដែរបានត្រឹមតែឆ្លើយតបជាមួយនឹងលោកគ្រូថាបាទជួបគ្នានៅថ្ងៃច័ន្ទក្រោយហើយនេះហើយគឺជាការចាប់ផ្ដើមនៃជីវិតដែលជាកីឡាករអាជីពរបស់ Zlatan Ibrahimovic នៅក្នុងឆ្នាំ1999 Zlatan ទទួលបានឱកាសក្លាយទៅជាកីឡាករអាជីពត្រឹមតែវ័យ17ឆ្នាំហើយក៏បានបង្ហាញខ្លួននៅក្នុងលីកកំពូល Sweden ដោយការលេងបាល់នៅក្នុងរដូវកាលដំបូងរបស់គាត់នេះគឺលេងបានតិចទេត្រឹមតែ6ប្រកួតដោយភាគច្រើនគាត់នៅតែផ្ដោតចំពោះការលេងនៅយុវជនប៉ុន្តែការបង្ហាញខ្លួន6ប្រកួតនេះគឺគាត់សុទ្ធបញ្ចូលទីបានមួយគ្រាប់ដែរហើយនៅចុងបញ្ចប់រដូវកាលគឺក្លឹប Malmo របស់គាត់ត្រូវបានធ្លាក់ទៅលេងនៅក្នុងលីកទី2ចូលមកដល់ឆ្នាំ2000ជាឆ្នាំទី2ដែលគាត់លេងឲ្យឈុតធំរបស់ Malmo គាត់លេងនៅក្នុងលីកទី2ប៉ុន្តែសមត្ថភាពរបស់គាត់គឺល្អខ្លាំងមែនទែនគ្រូវឹកផ្ដល់ឱកាសឲ្យគាត់លេងចំនួន27ប្រកួតហើយគាត់សុទ្ធបញ្ចូលទីបាន12គ្រាប់ក្លាយជាកីឡាករសំខាន់មួយរូបដែលបានជួយឲ្យក្លឹប Malmo របស់គាត់ប្រម៉ូទឡើងពីលីក2មកលីកកំពូលស៊ុយអែតសាជាថ្មីម្ដងទៀត Zlatan គាត់បាននិយាយថាជីវិតរបស់គាត់លេងបាល់នៅ Malmo គឺមិនស្រួលប្រហែលទេដោយសារតែគាត់ធ្លាប់មានបញ្ហាជាមួយនឹងមិត្តរួមក្រុមធ្លាប់មានការប្រើហិង្សាទៅលើមិត្តរួមក្រុមហើយឪពុករបស់ម្នាក់ហ្នឹងគឺជាប៉ូលីសទៀតឪពុកគេបានប្តឹងគាត់ហើយក៏មានលិខិតមួយទៅកីឡាករជាមួយនឹងអ្នកផ្សេងទៀតដោយនៅលើហ្នឹងគេបានសរសេរថាសញ្ញេនៅទីនេះបើសិនជាអ្នកចង់បណ្ដេញ Zlatan ចេញពីក្លឹប Malmo Zlatan ពេលដែលឃើញលិខិតហ្នឹងគឺគាត់ហួសចិត្តខ្លាំងមែនទែនប៉ុន្តែចុងក្រោយខាងក្លឹបគឺគេមិនបានសម្រេចបណ្ដេញ Zlatan ចេញទៅណាទេដោយទុកឲ្យគាត់បន្តនៅលេងតទៀតហើយរឿងមួយទៀតដែល Zlatan បានជួបនៅ Malmo ហើយក៏ជាបទពិសោធន៍ដំបូងគេរបស់គាត់ដែរពាក់ព័ន្ធជាមួយនឹងអ្នកសារព័ត៌មានដោយសារតែ Zlatan តាំងពីក្មេងមកគឺគាត់មានអត្តចរិតរៀងក្អឺតក្តោមដែរការនិយាយរបស់គាត់មនុស្សភាគច្រើនអាចនឹងគិតថាគាត់អួតហើយពេលដែលអ្នកសារព័ត៌មានសម្ភាសគាត់ការនិយាយរបស់គាត់ធ្វើឲ្យគេយកទៅសរសេរនៅលើសារព័ត៌មានដំបូងឡើយគឺគាត់គិតថាអូគេសរសេរល្អពីគាត់ព្រោះអីគាត់អានតែចំណងជើងនៅខាងក្រៅតែដល់ពេលដែលយូរទៅគាត់បានចូលទៅអាននៅខាងក្រោយទើបដឹងថាអ្នកសារព័ត៌មានទាំងអស់ហ្នឹងពេលដែលគេមកសួរគាត់ធ្វើនិយាយល្អមកគាត់ប៉ុន្តែអ្វីដែលគេយកទៅចោះជាក់ស្ដែងគឺចោះដើម្បីវាយប្រហារគាត់អានេះជារឿងដែលធ្វើឲ្យគាត់គិតថាអូអ្នកសារព័ត៌មានភាគច្រើនល្អនៅមុខយើងប៉ុន្តែចុងក្រោយអ្នកទាំងអស់ហ្នឹងគឺប្រកែកវាយប្រហារយើងខ្លាំងមែនទែនព្រោះអីការនិយាយរបស់គាត់គឺនិយាយដោយទំនុកចិត្តថានឹងនាំស៊ុយអែតឲ្យទៅលេងយូរ៉ូឲ្យឈ្នះយូរ៉ូអីជាដើមអានេះគឺជាការតាំងចិត្តរបស់គាត់
ប៉ុន្តែគេយកចំណុចទាំងអស់ហ្នឹងទៅជាវាយប្រហារមកលើគាត់ដូចជាលក្ខណៈថាគាត់និយាយអួតជ្រុលគាត់នឹងធ្វើមិនបានដូចអ្វីដែលគាត់និយាយជាដើមហើយការចុះផ្សាយរបស់អ្នកកាសែតទាំងអស់ហ្នឹងគឺវាធ្វើឲ្យប៉ះពាល់អារម្មណ៍ស្លាតាន់ដែរដែលក្រោយមកយើងឃើញថាស្លាតាន់ឲ្យតែគាត់ជួបជាមួយនឹងអ្នកសារព័ត៌មានគាត់តែងតែប្រើពាក្យសម្ដីសោកសៀតទៅកាន់អ្នកសារព័ត៌មានយើងអាចស្វែងរកវីដេអូឃ្លីបជាច្រើននៅក្នុង YouTube បានឲ្យតែគាត់និយាយជាមួយនឹងអ្នកសារព័ត៌មានមិនដែលសូវនិយាយស្រួលបួលប៉ុន្មានទេហើយចូលមកដល់រដូវកាលទី3របស់គាត់នៅ Malmo គឺគាត់លេងបានតែ8ប្រកួតទេសុទ្ធបញ្ចូលទីបាន3គ្រាប់រដូវកាលដោះដូរកីឡាករក៏បានចូលមកដល់ស្លាតាន់ទទួលបានការចាប់អារម្មណ៍ច្រើនមែនទែនពីសំណាក់ក្លឹបធំៗហើយនៅក្នុងនោះគឺមានក្លឹបធំមួយដែលបានចូលមកចរចាគាត់គឺក្លឹប Arsenal មកពីអង់គ្លេស Arsenal កាលនោះគឺជាក្លឹបមួយដែលខ្លាំងមែនទែនមាន Superstar ល្បីៗច្រើនតែ Arsene Wenger គឺចាប់អារម្មណ៍ចំពោះសមត្ថភាពរបស់ Zlatan Ibrahimovic គាត់បានតាក់ទង Zlatan ឲ្យហោះទៅទីក្រុងឡុងដើម្បីជួបគ្នា Zlatan ក៏បានទៅដល់ក្លឹប Arsenal ហើយបានដើរទស្សនកិច្ចមើលអីផ្សេងៗនៅក្នុងក្លឹបហើយ Zlatan គាត់បាននិយាយថាពេលដែលទៅដល់ Arsenal គឺគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលគាត់បានឃើញសុទ្ធតែជា Superstar ល្បីៗដូចជា Thierry Henry Bergkamp Vieira ហើយនឹងកីឡាករមួយចំនួនទៀតដែលគាត់ទោះបីជាគាត់ជាកីឡាករអាជីពមែនប៉ុន្តែគាត់បានឃើញអ្នកទាំងអស់ហ្នឹងតែតាមទូរទស្សន៍ទេហើយឥឡូវនេះមានឱកាសបានឃើញផ្ទាល់បើសិនជាការចរចាបានជោគជ័យគាត់នឹងបានលេងជាមួយនឹងកីឡាករកម្រិត World Class ទាំងអស់ហ្នឹងបន្ទាប់ពីដើរមើលរួចរាល់គាត់ក៏បានចូលទៅក្នុង Office របស់ Arsene Wenger អ្នកទាំងពីរក៏បានចរចាគ្នាបន្តមកទៀតការចរចាទៅជាបរាជ័យដោយសារតែលក្ខខណ្ឌដែលមិនត្រូវគ្នាគឺពាក់ព័ន្ធជាមួយនឹងការធ្វើ trial មុនពេលដែលចូលក្លឹប Arsenal ដោយ Arsene Wenger គាត់បានប្រាប់ថាអ្នកត្រូវមកធ្វើ trial ចំនួន2សប្តាហ៍មុនពេលដែលគាត់សម្រេចចិត្តថាចុះកុងត្រាយក Zlatan ជាផ្លូវការ Zlatan លឺអញ្ចឹងគឺគាត់និយាយថាគាត់នឹងមិនធ្វើ trial ទេមិនមកវឹកហាត់2សប្តាហ៍ហ្នឹងទេបើសិនជាចង់បានគាត់យកគាត់បើមិនចង់បានគាត់ទេគឺមិនបាច់យកគាត់ទេ Arsene Wenger បន្ទាប់ពីលឺ Zlatan និយាយថា I don't do trial ហើយគឺគាត់មានការភ្ញាក់ផ្អើលដែរគាត់បានសួរថា What do you mean នេះគឺជាលើកទី1ហើយមើលទៅសម្រាប់ Arsene Wenger បន្ទាប់ពីគាត់ត្រូវបានគេប្រើសម្ដីថ្លោះដាក់គាត់ And I wanted to see, to give him a trial with the first team, and he turned it down. He said to me, I don't make trials. You take me or you don't take me. You know, I was a young boy, but I had never seen playing. And it shows what Zlatan is about. Zlatan Ibrahimovic គឺគាត់មានអត្តចរិតអញ្ចឹងឯងនេះគឺជាការខ្វែងគំនិតគ្នាដ៏ធំរវាង Zlatan ជាមួយនឹង Arsene Wenger ចំណុចនេះសម្រាប់ខ្ញុំគិតថា Zlatan គាត់អាចនឹងគិតថាគាត់លេងចូលមកដល់ឥឡូវនេះគឺ3រដូវកាលហើយនៅ Malmo ហេតុអីបានជាឲ្យគាត់ធ្វើតេស្តទៀតក្នុងនាមគាត់ជាកីឡាករអាជីពចំណែកឯ Arsene Wenger វិញគឺគាត់មិនមានពេលឯណាមកតាមដានទេគ្មាន YouTube ឯណាមើល clip របស់ Zlatan ទេចង់មើលទាល់តែមើលទូរទស្សន៍ហើយគាត់រវល់ចំពោះការវឹកឈុតធំដែរដូច្នេះបានជាគាត់ឲ្យ Zlatan do trial បាទចូលមកធ្វើការវឹកហាត់នៅក្នុងក្លឹបរហូតដល់2អាទិត្យដើម្បីឲ្យគាត់បានមើលជើង Zlatan ហើយការចរចារបស់អ្នកទាំងពីរបន្ទាប់ពីមានការខ្វែងគំនិតគ្នាចំពោះការធ្វើតេស្តនេះហើយគឺ Arsene Wenger ក្នុងនាមគាត់ជាគ្រូបង្វឹកដ៏ល្បីមួយរូបដែរមានកីឡាករ World Class នៅក្នុងដៃច្រើនដែរគាត់គឺមិនត្រូវការកីឡាករដែលមានអត្តចរិតក្អឺតក្តោមដូច Zlatan ទេហើយសម្រាប់អ្នកដទៃខ្ញុំអត់ដឹងទេបើសិនជាខ្ញុំជា Arsene Wenger ក៏ខ្ញុំអត់យក Zlatan ដែរព្រោះអីទី1គឺគាត់អត់បាននិយាយ respect មកកាន់យើងដែលជាមនុស្សចាស់ហើយទី2គាត់មានអត្តចរិតរៀងក្អឺតក្តោមពេកដូច្នេះគឺពិបាកនៅក្នុងការពុតមែនតើបើពុតគាត់អត់បានគឺគាត់កោនៅក្នុងក្លឹបតែម្ដងហើយបើសិនជាខ្ញុំជា Zlatan វិញខ្ញុំក៏មិននិយាយបដិសេធបែបលក្ខណៈផ្ដាច់ផ្លូវក្រោយខ្លួនឯងដែរយើងមានវិធីជាច្រើននៅក្នុងការបដិសេធបើសិនជាគេនៅសង្ស័យចំពោះសមត្ថភាពលេងបាល់របស់យើងអាចប្រាប់គេតាមសម្រួលថាអ្នកអាចមើលខ្ញុំមួយរដូវកាលឬ2រដូវកាលទៀតបើសិនជាគិតថាសមត្ថភាពរបស់ខ្ញុំអាចលំមលេងនៅ Arsenal ហើយចាំយើងចរចាគ្នាម្ដងទៀតខ្ញុំនៅតែបើកចំហសម្រាប់ការចរចានេះគឺជាវិធីមួយនៅក្នុងការបដិសេធដោយមិនផ្ដាច់ផ្លូវក្រោយរបស់ខ្លួនឯងព្រោះថ្ងៃក្រោយយើងអត់ដឹងទេថាយើងនឹងមានរឿងអីដែលត្រូវការពឹងពាក់គ្នាដែរឬក៏អត់ហើយការបកកាយរបស់យើងបែបនេះយើងក៏ត្រូវគិតដែរថាគ្រូបង្វឹកទាំងអស់គឺមានការប្រស្រ័យតាក់ទងគ្នាបើសិនជាគេឃើញអត្តចរិតរបស់យើងបែបហ្នឹងគេនឹងប្រាប់ទៅគ្រូបង្វឹកដទៃទៀតហើយគ្រូបង្វឹកដទៃទៀតមុនពេលដែលទិញយើងគេនឹងនឹកឃើញចំណុចហ្នឹងហើយគេនឹងស៊ើបមើលថាយើងគឺជាមនុស្សបែបហ្នឹងមែនឬក៏អត់ហើយបើគេស៊ើបដឹងថាអត្តចរិតរបស់យើងមិនសូវមានការគោរពអញ្ចឹងហើយគឺពិបាកមែនតើដើម្បីឲ្យគេយកយើងទៅធ្វើការជាមួយគេក៏ប៉ុន្តែគេនិយាយថា Zlatan do Zlatan sing បាទបើអត្តចរិតរបស់ Zlatan មិនអញ្ចឹងគេមិនមែនស្គាល់គាត់ថា Zlatan ទេ Zlatan Ibrahimovic បន្ទាប់ពីបរាជ័យនៅក្នុងការចរចាជាមួយ Arsenal ហើយគាត់ក៏បានត្រឡប់ទៅក្លឹបគាត់វិញហើយមានក្លឹបទី2ចូលមកគឺ Ajax Amsterdam ហើយ Ajax និងក្លឹប Malmo គឺបានអូខេគ្នានៅក្នុងការផ្ទេរគឺ 7.8 លានអឺរ៉ូ
Zlatan នៅពេលដែលគាត់មកដល់ទឹកដីអាហ្សាក់នៅប្រទេសហូឡង់ជីវិតរបស់គាត់គឺមានបញ្ហាច្រើនមែនទែនបញ្ហាទី1គឺពាក់ព័ន្ធជាមួយនឹងឈ្មោះនៅលើអាវពេលដែលមកដល់អាហ្សាក់ឈ្មោះរបស់គាត់គឺត្រូវបានផ្លាស់ប្ដូរដោយនៅក្រោយខ្នងគឺគាត់ដាក់ឈ្មោះថា Zlatan ដោយពីមុនគឺដាក់ Ibrahimovic គឺជាតកូលរបស់ឪពុករបស់គាត់ហើយចុងក្រោយពេលដែលមកដល់អាហ្សាក់គាត់បែរជាបដូរមកដាក់ Zlatan ដែលជាឈ្មោះរបស់គាត់ធ្វើឲ្យឪពុករបស់គាត់គឺអន់ចិត្តជាខ្លាំងហើយ Zlatan គាត់បាននិយាយថាពេលនោះគឺគាត់ដឹងខ្លួនឯងដែរគាត់មើលទៅឪពុករបស់គាត់គឺមានការខកចិត្តចំពោះគាត់បាននិយាយថានេះគឺជាកំហុសដ៏ធំមួយរបស់គាត់ដែលគាត់បានដកតកូលរបស់ឪពុករបស់គាត់ចេញហើយមកដាក់ឈ្មោះរបស់គាត់នៅលើអាវឪពុករបស់គាត់អត់សប្បាយចិត្តប៉ុន្តែអត់មាននិយាយអីទាំងអស់គាត់មើលទៅទឹកមុខឪពុករបស់គាត់ហើយគាត់ក៏សួរខ្លួនឯងថាបរិះម្នាក់នេះគឺបានជួយជ្រោមជ្រែងគាត់ខ្លាំងមែនទែនហេតុអីពេលដែលគាត់ជោគជ័យបែរជាដកតកូលឪពុកមកដាក់ឈ្មោះខ្លួនឯង Zlatan នៅលើអាវទៅវិញគាត់ក៏បានប្រាប់ទៅភាគីក្លឹបវិញថាសុំដូរវិញដក Zlatan ចេញដាក់ Ibrahimovic វិញប៉ុន្តែខាងក្លឹបគេបដិសេធថាដូរអត់បានទេដោយសារតែគេ register អ្វីៗគ្រប់បែបយ៉ាងគឺដាក់ Zlatan វាយឈ្មោះនៅលើអាវគឺ Zlatan ហើយអស់ហើយដូច្នេះបើសិនជាចង់ដូរគឺចាំដូរនៅរដូវកាលថ្មីហើយដូច្នេះហើយបានជាគេឃើញថានៅលើអាវរបស់ Ibrahimovic នៅរដូវកាលដែលគាត់ទៅលេងនៅអាហ្សាក់ហ្នឹងគឺឈ្មោះរបស់គាត់នៅលើអាវគឺ Zlatan ហើយបន្តមកទៀតចូលមកដល់បញ្ហាទី2បញ្ហាទី2នេះចំណាយពេលរហូតដល់ 2-3 ខែទើបគាត់ដឹងដោយសារតែការផ្លាស់ប្ដូរមកលេងនៅអាហ្សាក់នេះគាត់គឺជាកីឡាករម្នាក់ដែលមានប្រាក់ឈ្នួលទាបជាងគេបំផុតការចរចាគ្នាអ្នកដែលគាត់ទុកចិត្តឲ្យចរចាជាមួយនឹង Sport Director របស់ Malmo គឺគាត់អត់ដែលនឹកស្មានថាអ្នកទាំងអស់ហ្នឹងគឺចរចាប្រឹងទាញតែយកតម្លៃខ្លួនរបស់គាត់ដោយមិនបានចរចាឲ្យប្រាក់ខែរបស់គាត់ថ្លៃស្មើនឹងគេឯងទេហើយពេលដែលគាត់ដឹងថាប្រាក់ខែរបស់គាត់ទាបជាងគេនៅអាហ្សាក់ហ្នឹងគឺគាត់អន់ចិត្តខ្លាំងមែនទែនហើយបន្តមកទៀតរឿងទី3គឺគាត់បានយកលុយទាំងអស់ដែលគាត់មានយកទៅទិញឡានជិះយើងដឹងថាក្មេងឈាមរាវបើមានឡានទំនើបជិះគឺលុយប៉ុន្តែបន្ទាប់ពីទិញឡានលុយអស់លុយពីខ្លួនគឺ Zlatan ដាច់យ៉ៃតែម្ដង Zlatan គាត់បាននិយាយថាបន្ទាប់ពីចំណាយលុយទៅលើឡានហ្នឹងហើយគឺជីវិតរបស់គាត់គឺរោគរាក់តែម្ដងត្រូវការលុយទៅចំណាយនៅលើតម្រូវការអីផ្សេងៗគឺលែងមានហើយគាត់សូម្បីតែលុយញ៉ាំអីក៏អត់មានដែរបន្ទាប់មកទៀតមានមិត្តរួមក្រុមម្នាក់គឺ Maxwell អាណិតគាត់គឺបានយកគាត់ទៅនៅជាមួយដោយសារតែឃើញអាណិតទើសភ្នែកខ្លាំងពេក Zlatan បានទៅរស់នៅជាមួយ Maxwell ហើយអ្នកទាំងពីរគឺខ្លាចជាមិត្តល្អនឹងគ្នាតាំងពីពេលហ្នឹងមកដោយក្រោយមកទៀតយើងឃើញថាគាត់ដូរក្លឹបទៅណាគឺទៅជាមួយគ្នាមិនថាទៅ Inter Milan ទៅ FC Barcelona ទៅ Paris Saint-Germain គឺអ្នកទាំងពីរគឺតែងតែទៅជាមួយគ្នាជានិច្ចឥឡូវនេះចូលមកនិយាយអំពីអាជីពបាល់ទាត់របស់ Zlatan នៅអាហ្សាក់វិញអាហ្សាក់នៅក្រោមការដឹកនាំរបស់ Ronald Koeman គឺ Zlatan Ibrahimovic គឺសប្បាយចិត្តនៅក្នុងការលេងនៅអាហ្សាក់ខ្លាំងមែនទែនដោយសារតែការលេងរបស់គាត់គឺគាត់ត្រូវគ្នាជាមួយនឹងលោកគ្រូ Koeman ហើយគាត់ក៏សរសើរចំពោះការដឹកនាំរបស់ Ronald Koeman ខ្លាំងដែរគាត់លេងនៅអាហ្សាក់បាន3រដូវកាលហ្នឹងគឺជួយឲ្យអាហ្សាក់លើកពានលីកកំពូលបានរហូតដល់2ដងគាត់បានបង្ហាញខ្លួនរហូតដល់110ប្រកួតសុទ្ធបញ្ចូលទីបាន48គ្រាប់ប៉ុន្តែมันខ្លាយទៅជាតួឯកនៅក្នុងក្លឹបអាហ្សាក់ទេដោយការនោះតួឯករបស់អាហ្សាក់គឺ Rafael van der Vaart ខ្ញុំជឿថាមានមនុស្សជាច្រើនប្រកាសជាស្គាល់ឈ្មោះរបស់គាត់លេងនៅទឹកដីកំណើតហើយគាត់ក៏ជាកីឡាករសំខាន់ជាកាពីតែននៅក្នុងក្រុមអាហ្សាក់ដែរគាត់គឺជាកីឡាករម្នាក់ដែលគ្រូវឹកស្រឡាញ់ខ្លាំងហើយគេបាននិយាយថាទំនាក់ទំនងរវាង Zlatan និង Van der Vaart គឺមិនត្រូវគ្នាទេដោយសារតែអ្នកទាំងពីរនេះគឺកាច់កង់គ្នាម្នាក់ៗគឺចង់បានតំណែងនៅក្នុងចិត្តរបស់គ្រូហើយចុងក្រោយអ្នកទាំងពីរគឺបានក្លាយទៅជាគូបដិបត្តិនឹងគ្នានៅពេលដែលស៊ុយអែតប៉ះគ្នាជាមួយនឹងហូឡង់នៅក្នុងការប្រកួតនោះនៅពេលដែល Zlatan ជាមួយនឹង Van der Vaart ព្យាយាម tackle ដណ្ដើមបាល់គ្នា Zlatan គឺបានធាក់កជើង Van der Vaart មួយជើងដែលធ្វើឲ្យ Van der Vaart ដួលហើយឈឺចាប់ខ្លាំងមែនទែន Van der Vaart គឺមិនអាចបន្តលេងបាល់អស់មួយរយៈដោយសារតែបញ្ហារបួសកជើងនៅពេលដែល Zlatan ត្រឡប់ពីភារកិច្ចជម្រើសជាតិត្រឡប់មកអាហ្សាក់វិញគឺមានអ្នកសារព័ត៌មានម្នាក់គេបានទៅសួរ Zlatan ថាតើអ្នកឯងនឹកឃើញអីបានជាទៅទាត់មិត្តរួមក្រុមខ្លួនឯងមួយជើងដល់ថ្នាក់ហ្នឹងZlatan គាត់បាននិយាយថានេះគឺជាកំហុសអចេតនាទេគាត់មិនមានបំណងណាដើម្បីទៅទាត់ Van der Vaart ឲ្យរបួសដល់ថ្នាក់ហ្នឹងទេហើយគាត់ក៏បានផ្ដាំទៅ Van der Vaart ដែរថាបើសិនជាអ្នកឯងនៅតែបន្តដើរនិយាយថាគាត់មានបំណងទាត់ទៀតលើកក្រោយពេលជួបគ្នាគាត់នឹងទាត់ឲ្យបាក់ជើងទាំងពីរតែម្ដងហើយពេលនោះទើបគេហៅថាជាចេតនាពិតប្រាកដបន្ទាប់ពី Zlatan បានទាត់ Van der Vaart ហើយនិយាយពាក្យសម្ដីអញ្ចឹងទៀតធ្វើឲ្យអ្នកគាំទ្រអាហ្សាក់ខ្លួនឯងក៏ស្អប់គាត់អ្នកគាំទ្រហូឡង់ក៏ស្អប់គាត់នៅពេលដែល Zlatan បានត្រឡប់ចូលទៅលេងលីកវិញគឺអ្នកគាំទ្រប៊ូហូឌឺគាត់តែម្ដងដោយសារតែគេមិនពេញចិត្តចំពោះអត្តចរិតរបស់គាត់ហើយនៅក្នុងប្រកួតនឹងដែរគឺគាត់បានសុទ្ធបញ្ចូលទីគ្រាប់បាល់មួយគ្រាប់ដែលល្បីរហូតមកដល់បច្ចុប្បន្ននេះគឺជាគ្រាប់បាល់ដែលគាត់ទាញកឹបខ្សែការពារ 3-4 នាក់ឡើងវីវក់ទាំងអ្នកចាំទីទៀតមុនពេលដែលគាត់សុទ្ធបញ្ចូលទី
ដែលធ្វើឲ្យអ្នកគ្រប់គ្រងកាន់នោះគឺគេហូរខ្លាំងមែនតើមិននឹកស្មានថា Zlatan អាចធ្វើបានវាជាគ្រាប់បាល់មួយដែលល្អខ្លាំងមែនតើប៉ុន្តែពេលដែលកាមេរ៉ាបែរទៅ Van der Vaart ដែលគាត់ឈរមើលពីខាងក្រៅគឺ Van der Vaart ធ្វើមុខមាំមិនមានការហូរអបអរអីទេព្រោះអី Van der Vaart គឺនៅខឹង Zlatan នៅឡើយបន្ទាប់ពី Zlatan មានបញ្ហាជាមួយនឹងមិត្តរួមក្រុមខ្លួនឯងមានបញ្ហាជាមួយនឹងអ្នកគ្រប់គ្រងនៅអាសាហើយនឹងនៅហូឡង់គាត់ក៏មិនសប្បាយចិត្តនៅក្នុងការបន្តលេងនៅអាសាតទៀតដែរគាត់ក៏បានជួលភ្នាក់ងារថ្មីរបស់គាត់ដែលមានឈ្មោះថា Mino Raiola ដើម្បីឲ្យរកក្លឹបថ្មីឲ្យគាត់ហើយចុងក្រោយក្លឹបថ្មីដែលរកបានគឺជាក្លឹបសេះបង្កង់ Juventus Zlatan បានផ្លាស់មកចូលរួមជាមួយនឹង Juventus នៅក្នុងតម្លៃផ្ទេរ 16 លានអឺរ៉ូហើយនៅក្រោមការដឹកនាំរបស់លោកគ្រូ Fabio Capello គឺ Zlatan ពិតជាមានការសប្បាយចិត្តជាខ្លាំងដែលគាត់បានសរសើរទៅលោកគ្រូ Capello ថាពិតជាបានផ្ដល់ភាពកក់ក្ដៅទៅឲ្យគាត់ហើយនឹងផ្ដល់សេរីភាពនៅក្នុងនាមជាខ្សែប្រយុទ្ធមួយរូបមកឲ្យគាត់លីកអ៊ីតាលីកាលនោះគឺជាលីកមួយដ៏ខ្លាំងហើយមានកីឡាករកម្រិត World Class ជាច្រើនដែលលេងនៅលីកអ៊ីតាលីហើយពេលដែល Zlatan ផ្លាស់មកគាត់បាននិយាយថាលេងនៅលីកអ៊ីតាលីគឺមិនស្រួលទេព្រោះអីខ្សែការពារដែលត្រូវឆ្លងកាត់ដូចជា Maldini ដូចជា Nesta អីហ្នឹងគឺពិបាកនៅក្នុងការឆ្លងកាត់ពួកគាត់ខ្លាំងមែនតើប៉ុន្តែខាងក្លឹបគាត់វិញក៏មានកីឡាករល្អៗដែរដូចជាគាត់បានចាប់ដៃគូជាមួយនឹង Trezeguet គាត់ក៏មាន Vieira មាន Del Piero ដែលសិតតែជាកីឡាករល្អៗគឺអាចទប់ទល់គ្នាបានហើយ Zlatan ពេលដែលផ្លាស់មកលេងនៅ Juventus គឺធ្វើបានល្អមែនតើរដូវកាលទី1គឺរកគ្រាប់បាល់សុទ្ធប្រយោជន៍ទីបានរហូតដល់16គ្រាប់ហើយក៏ឈ្នះ Player of the Year នៅក្នុង Serie A ហើយគាត់ក៏បានឈ្នះ Player of the Year កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ប្រទេសស៊ុយអែតផងដែរគាត់មានការសរសើរជាខ្លាំងទៅដល់ Patrick Vieira នៅក្នុងនាមជាកីឡាករមួយរូបដែលតែងតែផ្ដល់ដំបូលមានឲ្យគាត់ព្រោះយើងដឹងថាកីឡាករ Zlatan Ibrahimovic គឺគាត់រៀងក្អឺតកតមគាត់តែងតែមានអំណួតនៅលើសមត្ថភាពខ្លួនឯងប៉ុន្តែពេលដែលគាត់មាន Vieira ជាមិត្តរួមក្រុមគឺ Vieira តែងតែមានគំនិតផ្ទុយពីគាត់ហើយតែងតែដាស់តឿនគាត់ជានិច្ច Zlatan ប្រកួតខ្លះគឺគាត់គិតថាគាត់ធ្វើបានល្អប៉ុន្តែ Vieira តែងតែប្រាប់គាត់ថាអ្នកឯងនៅមានចំណុចខ្សោយកន្លែងនេះដែលធ្វើឲ្យ Zlatan គឺគាត់សប្បាយចិត្តមែនតើកម្រមានកីឡាករណាដែលគេបើកចិត្តហ៊ាននិយាយត្រង់មកកាន់គាត់ចូលមកដល់រដូវកាលទី2របស់គាត់នៅ Juventus គាត់នៅតែធ្វើបានល្អប៉ុន្តែឆ្នាំទី2នេះគឺ Juventus មានបញ្ហារឿងអាស្រូវ Calciopoli ខ្ញុំបានធ្វើពីរឿងនេះរួចហើយអ្នកនរគ្នាបើសិនជាចង់មើលអាចចូលទៅមើលបានរឿងអាស្រូវ Calciopoli នេះគឺមានជាប់ពាក់ព័ន្ធជាមួយនឹងក្លឹបធំជាច្រើននៅក្នុងប្រទេសអ៊ីតាលីហើយពាក់ព័ន្ធធំជាងគេគឺ Juventus នេះតែម្ដងដោយសារតែ Sport Director Luciano Moggi គឺបានប្រើឥទ្ធិពលរបស់គាត់ជះទៅលើអាញាកដាលធ្វើឲ្យអាញាកដាលគឺលំអៀងនៅក្នុងការប្រកួតនីមួយៗជួយឲ្យ Juventus យកឈ្នះការប្រកួតផ្សេងៗបានរៀងធូរដែលការសម្រេចចុងក្រោយគឺគេសម្រេចចិត្តដកពានចេញពី Juventus វិញដូច្នេះការឈ្នះពានរបស់គាត់នៅ Juventus វាទៅជាអត់ន័យដោយសារតែគេបានដកពានចេញវិញហើយបន្តមកទៀតក្លឹប Juventus ក៏ត្រូវបានគេសម្រេចចិត្តកាត់ឲ្យទៅលេងនៅក្នុងលីកទី2បន្ទាប់ពីត្រូវកាត់ទៅលេងនៅលីកទី2ហើយ Ibrahimovic គឺគាត់អត់ចង់លេងនៅលីកទី2ទេដោយសារគាត់គិតថាសមត្ថភាពរបស់គាត់ល្អដែរគាត់ក៏ឲ្យភ្នាក់ងាររបស់គាត់ព្យាយាមរកក្លឹបថ្មីឲ្យគាត់ហើយចុងក្រោយក៏រកបានគឺគូបដិបកតែម្ដងគឺ Inter Milan Ibrahimovic គឺបានផ្លាស់ទៅលេងនៅ Inter Milan ជាមួយនឹង Patrick Vieira ក៏ចេញទៅ Inter Milan ដែរអ្នកទាំងពីរគឺបានទៅជួយ Inter Milan វិញ Zlatan នៅក្នុងឆ្នាំ2006គាត់ក៏បានផ្លាស់ជាផ្លូវការទៅលេងឲ្យ Inter Milan វិញនៅក្នុងតម្លៃផ្ទេរគឺ25លានអឺរ៉ូជាមួយនឹង Vieira ក៏ចេញទៅ Inter Milan ដែរអ្នកទាំងពីរនៅ Inter Milan គឺពិតជាធ្វើបានល្អខ្លាំងមែនទែនដោយ Zlatan ទៅដល់ Inter គឺមាន fan ស្រឡាញ់គាត់កាន់តែច្រើនដោយសារតែសមត្ថភាពរបស់គាត់កាន់តែលេចធ្លោខ្លាំងជាងមុនទៀត Zlatan បានចូលលេងឲ្យ Inter Milan ជាលើកដំបូងហើយក៏បានរកគ្រាប់បាល់បានជារឿយៗការលេងរបស់គាត់នៅ Inter 2ឆ្នាំគឺជួយឲ្យ Inter Milan ឈ្នះ Serie A ចំនួន2ដងហើយគាត់ខ្លួនឯងក៏ឈ្នះជាកីឡាករល្អប្រចាំឆ្នាំផងដែរហើយចូលមកដល់ឆ្នាំ2008-2009គឺជាឆ្នាំទី3របស់ Zlatan នៅ Inter Milanក្លឹប Inter Milan គឺបានផ្លាស់ប្ដូរគ្រូវឹក Mancini បានចាក់ចេញហើយគ្រូថ្មីដែលបានចូលមកដឹកនាំគឺ The Special One លោកគ្រូ Jose Mourinho ដែលនេះគឺជាការជួបគ្នារវាង Zlatan ហើយនិង Mourinho អ្នកទាំងពីរនេះគឺមានអត្តចរិតដូចគ្នាខ្លាំងមែនទែនហើយពេលដែលពួកគាត់ជួបគ្នាគឺស្រឡាញ់គ្នាអត់ចង់ទៅណាចោលគ្នាទេដោយសារតែអត្តចរិតដូចគ្នានិយាយត្រង់ៗដូចគ្នាម៉ាំងទៅម៉ាំងមកអត់ចេះគុំគួនគ្នាទេZlatan បាននិយាយសរសើរទៅកាន់ Jose Mourinho ជាខ្លាំងដោយសារតែក្រោមការដឹកនាំរបស់ Jose Mourinho គឺគាត់លេងទាំងសប្បាយចិត្តចំណែកឯ Jose Mourinho វិញក៏គេសួរគាត់ដែរថាដឹកនាំ Zlatan នេះគឺគាត់ពិបាកចិត្តដែរឬអត់ព្រោះអី Zlatan មិនមែនជាមនុស្សស្រួលនៅក្នុងការបង្វឹកទេ Jose Mourinho គាត់បាននិយាយថា Zlatan គឺល្អ the best សម្រាប់គាត់ដែរព្រោះអីកីឡាករដែលគាត់អត់ចូលចិត្តគឺមានតែកីឡាករដែលខ្ជិលហើយនឹងគ្មានឆន្ទៈនៅក្នុងការលើកពាននេះពីរនេះគឺគាត់ពិបាកទទួលយកក្រៅពីហ្នឹងគឺគាត់អូខេទាំងអស់
ហើយ Inter Milan នៅក្រោមការដឹកនាំរបស់ Jose Mourinho ឆ្នាំទី3ដែល Zlatan លេងនេះគឺគាត់បានលើកពាន Serie A មួយទៀតអីលេងនៅ Inter 3 ឆ្នាំលើក Serie A បាន3ដងជាប់គ្នា Zlatan Ibrahimovic គឺជាកីឡាករដ៏ល្អមួយរូបហើយបន្តមកទៀតមានរឿងមួយបានកើតឡើងគឺ FC Barcelona បានចូលមកចែកចៅ Zlatan ហើយលោកគ្រូបង្វឹក Jose Mourinho បានព្យាយាមខាត់ Zlatan ខ្លាំងដែរដោយសារតែគាត់ចង់ទុក Zlatan ឲ្យនៅហើយគាត់ក៏បានប្រាប់ Zlatan ដែរថាអ្នកឯងនឹងមិនអាចឈ្នះពាន UEFA Champions League បានទេបើសិនជាមិននៅក្រោមការគ្រប់គ្រងរបស់គាត់ចំណែកឯ Zlatan វិញទោះបីជាគាត់ស្រឡាញ់ Jose Mourinho ខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែក្លឹបដែលតាក់ទងមកនេះគឺជាក្លឹបដែលគាត់ស្រឡាញ់តាំងពីក្មេង Zlatan គឺជាអ្នកគាំទ្រ Barcelona តាំងពីក្មេងហើយពេលដែលទទួលបានឱកាសនៃការកោះហៅរបស់ Barcelona គឺគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនគាត់អត់ចង់ប្រកែកអត់ចង់ខកខានឱកាសមួយហ្នឹងទេគាត់ក៏បានសម្រេចចិត្តប្រាប់ Jose Mourinho ថាគាត់នៅតែចង់ទៅ Barca ដូច្នេះអូខេ Jose Mourinho ក៏សម្រេចចិត្តលក់ហើយការផ្លាស់គាត់ទៅនេះគឺបានថ្លៃខ្លាំងមែនទែនគឺរហូតដល់70លាន€ដូច្នេះនៅក្នុងរដូវកាលថ្មី 2009-2010 Zlatan ក៏បានផ្លាស់ទៅលេងនៅ Barcelona នៅក្នុងវ័យ27ឆ្នាំជាវ័យដែលសក្តានុពលរបស់ Zlatan កំពុងតែជះចេញមក Zlatan ធ្វើបានល្អខ្លាំងមែនទែនទៅលេងនៅ FC Barcelona លេងបាន5ប្រកួតសុទ្ធបញ្ចូលទីបាន5ដងជាការសុទ្ធបញ្ចូលទីកំណត់ត្រាថ្មីកីឡាករថ្មីដាក់ចូលទៅភ្លាមសុទ្ធបញ្ចូលទី5ដងជាប់គ្នាគឺ Zlatan នេះឯងមនុស្សភាគច្រើនគេគិតថា Zlatan នឹងជោគជ័យខ្លាំងនៅ FC Barcelona ប៉ុន្តែ FC Barcelona គឺជាក្លឹបមួយដែលជាសុបិនអាក្រក់បំផុតនៅក្នុងអាជីពបាល់ទាត់របស់ Zlatan Ibrahimovic គាត់បាននិយាយនៅក្នុងការសម្ភាសន៍ថាការមកលេង6ខែដំបូងគឺពិតជាសប្បាយគាត់ពិតជាធ្វើបានល្អទំនាក់ទំនងរបស់គាត់ជាមួយនឹងគ្រូបង្វឹក Pep Guardiola គឺពិតជាល្អគាត់ពិតជាចុះសម្រុងនឹងគ្នាប៉ុន្តែនៅថ្ងៃមួយរឿងរកាំរកុសរវាងអ្នកទាំងពីរគឺបានចូលមកដល់នៅពេលដែល Lionel Messi គឺបានសុំគ្រូបដូរពីលេងនៅស្លាប់ស្ដាំចូលមកលេងនៅកណ្ដាលវិញហើយ Pep ក៏បានបដូរតាម Messi ដោយសារតែ Pep ស្រឡាញ់ចូលចិត្ត Messi ខ្លាំងមែនទែនហើយ Messi ក៏ជាតួឯកនៅក្នុង Barcelona ដែរ Zlatan បាននិយាយថាគ្រូសុខចិត្តបដូរទម្រង់លេង 4-3-3 មកលេង 4-5-1 វិញហើយរុញគាត់ទៅស្លាប់ធ្វើឲ្យ Zlatan ពិបាកលេងមែនទែនដោយសារតែគាត់អត់ចង់លេងនៅស្លាប់ទេហើយគាត់ក៏មិនមែនជាអ្នកដែលបកកែអូសចុះអូសឡើងដូច Messi ដែរដូច្នេះវាពិបាកអត់មានសេរីភាពនៅក្នុងការលេងពេញលេងគាត់ក៏អត់សប្បាយចិត្តជាមួយ Pep ដែរហើយបញ្ហាដ៏ធំរវាង Pep ជាមួយនឹង Zlatan ក៏បានចូលមកដល់គឺនៅក្នុងការប្រកួត UEFA Champions League ជាមួយនឹងក្លឹបចាស់របស់គាត់កាលនោះគឺ FC Barcelona ត្រូវជួបជាមួយនឹង Inter Milan ហើយ Inter Milan បានយកឈ្នះ Barcelona នៅក្នុងលទ្ធផល 3-1 Zlatan គឺខឹង Pep Guardiola ខ្លាំងមែនទែនហើយចេញមកវិញនិយាយនៅក្នុងបន្ទប់ប្រាប់ Pep ថាអ្នកឯងគឺគ្មានបាល់ណាទៅលេងជាមួយនឹង Jose Mourinho ទេអ្នកឯងអន់ជាង Jose Mourinho ឆ្ងាយណាស់ Pep Guardiola បន្ទាប់ពីត្រូវកូនសិស្សខ្លួនឯង Zlatan និយាយអញ្ចឹងដាក់ហើយគឺគាត់អត់បានឆ្លើយតបអីទៅវិញទេហើយនេះគឺជាការសន្ទនាចុងក្រោយគេបំផុតរវាង Pep ជាមួយនឹង Zlatan Pep គឺលែងទុក Zlatan នៅក្នុងភ្នែកទៀតហើយគាត់ទុកដូចខ្យល់អញ្ចឹង Zlatan ទោះបីជាចង់ដោះស្រាយរឿងនឹងជាមួយ Pep ចង់និយាយគ្នាជាមួយ Pep ព្យាយាមមើលភ្នែក Pep ប៉ុន្តែ Pep គឺលែងខ្វល់ពីគាត់សូម្បីតែនៅក្នុងការ training អីផ្សេងៗគឺដើរកិច្ចមុខគ្នាលែងនិយាយរកគ្នាតែម្ដងហើយ Zlatan ផ្ទាល់គឺគាត់ខឹងខ្លាំងដោយសារតែគាត់ព្យាយាមចេញពី Inter មកគឺចង់មកលើក UEFA Champions League ជាមួយនឹង Barcelona ហើយចុងក្រោយពេលដែលមកប៉ះក្លឹបចាស់ខ្លួនឯងចាញ់ Jose Mourinho 3-1 គឺ Zlatan រៀងខ្មាស់ Jose Mourinho ដែរចឹងបានជាគាត់ខឹងខ្លាំងហើយទៅជះកំហឹងដាក់ Pep Zlatan បន្ទាប់ពីមានរឿងជាមួយគ្រូហើយជើងទី2បានលេងមកផ្លែតដែរក្រៅពីហ្នឹងគឺចាប់ផ្ដើមបំរុងរហូតគឺលែងបានលេងតែម្ដងរហូតទៅដល់ចប់រដូវកាលហើយ Zlatan ទោះបីជាគាត់ជាកីឡាករបំរុងនៅ Barcelona មែនប៉ុន្តែកាលនោះគឺ Barcelona ក៏ឈ្នះពានច្រើនដែរដោយពួកគាត់បានឈ្នះពាន La Liga Club World Cup Copa UEFA Super Cup និយាយទៅគឺឈ្នះបាន4ពានប៉ុន្តែ Zlatan ទោះបីជាឈ្នះបាន4ពានមែនក៏គាត់មិនសប្បាយចិត្តដែរព្រោះអីគាត់ជាកីឡាករបំរុងគាត់មិនទៅបានលេងអីដូចគេទេចំណែកឯ Club Inter Milan ក្រោយពីគាត់បានចាក់ចែងមកវិញគឺលើកបានពាន3នៅក្នុងរដូវកាលគឺ Jose Mourinho ឈ្នះ treble អញ្ចឹង Zlatan Ibrahimovic គ្រាន់តែចេញពី Inter ភ្លាមគឺ Inter លើក UEFA Champions League បាទពិតជាសោកស្ដាយចំពោះ Zlatan ខ្លាំងមែនទែនហើយចូលមកដល់រដូវកាល 2010-2011 នៅក្នុងការបើករដូវកាលគឺ Pep សម្រេចចិត្តថានឹងនិយាយរក Zlatan វិញដែលគាត់បានឲ្យគេហៅ Zlatan មកជួបគាត់ Zlatan ដូចជារៀងអដែរប្រហែលជាគ្រូបង្វឹកនឹងចរចាគ្នាជាមួយនឹងគាត់ត្រូវរើគ្នាវិញប៉ុន្តែចូលទៅដល់គឺខុសស្រឡះ Pep បាននិយាយប្រាប់គាត់ថាអ្នកឯងរកក្លឹបថ្មីលេងហើយទៅព្រោះអីបើសិនជាមិនចង់ខូចអនាគតទេរកក្លឹបថ្មីលេងទៅZlatan នៅពេលដែលឮ Pep និយាយអញ្ចឹងវាខុសពីអ្វីដែលគាត់បានរំពឹងទុកព្រោះអីគាត់គិតថាប្រហែលជាគ្រូបង្វឹកអត់ឲ្យគាត់អាចនឹងនិយាយចរចាគ្នារកចំណុចណាមួយត្រូវដាក់បណ្ណៃអីតិចតួចអីអញ្ចឹងទៅហើយដើម្បីឲ្យរដូវកាលថ្មី
អាចលេងត្រូវជាមួយនឹងអ្វីដែលគ្រូចង់បានប៉ុន្តែគ្រូបែរជាប្រាប់ថាឲ្យរកក្លឹបថ្មីលេងទៅវិញហើយស្លាតានពេលនោះក៏គាត់នឹកឃើញថាអូខេបើនៅតទៀតក៏អង្គុយមើលគេដដែលអង្គុយមើលគេលើកពានវាអត់មានន័យអីសម្រាប់គាត់ទេដូច្នេះគាត់ក៏រកក្លឹបថ្មីបានគឺ AC Milan ដែលនៅក្នុងលក្ខខណ្ឌខ្ចីជើងទេកាលនោះគឺ Barcelona មិនទាន់លក់គាត់ចេញទេគាត់ក៏បានមកចូលរួមជាមួយនឹង AC Milan នៅក្នុងការខ្ចីជើងនៅរដូវកាល 2010-2011 ហើយការខ្ចីជើងចេញពី Barcelona មកនេះឯងគឺជាការខ្ចីជើងដែលគ្មានថ្ងៃត្រឡប់ទៅក្រោយវិញគាត់បានមកចូលរួមជាមួយនឹង AC Milan ដោយចាប់ដៃគូគ្នាជាមួយនឹង Robinho អ្នកទាំងអស់គ្នាភាគច្រើនប្រកាសជាស្គាល់ថា Robinho ជាអ្នកណាRobinho គឺជា Golden Boy របស់ Brazil ដែលល្បីខ្លាំងជាង Neymar ទៅទៀតកាលពីជំនាន់មុនអ្នកទាំងពីរបានចាប់ដៃគូគ្នា Zlatan បានសន្យាចំពោះអ្នកគាំទ្រថាគាត់នឹងជួយឲ្យ AC Milan លើកពានអ៊ីតាលី Serie A ហើយពិតជាជោគជ័យពិតមែននៅចុងរដូវកាលគឺគាត់ពិតជាជួយឲ្យ AC Milan លើក Serie A បានពិតប្រាកដមែនក៏ប៉ុន្តែសម្រាប់ពានរង្វាន់ UEFA Champions League វិញអ្នកលើកគឺក្លឹប FC Barcelona និយាយទៅ Barcelona គឺពួកគាត់ជំនាន់ហ្នឹងជាក្លឹបមួយដ៏ខ្លាំងហើយគ្រាន់ថា Zlatan គាត់អត់អាចរក្សាខ្លួនឯងឲ្យលេងនៅ Barcelona បានគាត់ចេញពី Inter លើកចេញពី Barca លើកអញ្ចឹងគឺស្ដាយមែនតើគាត់អត់បានលើក UEFA Champions League ទេហើយការដែលគាត់មកលេងនៅ AC Milan នេះគឺគាត់ពិតជាជោគជ័យខ្លាំងមែនតើហើយជោគជ័យមួយទៀតគឺបានសងសឹកកីឡាករម្នាក់ដែលបានទាត់គាត់ឲ្យរបួសកាលពីគាត់លេងនៅ Juventus គឺ Marco Materazzi គាត់បានសងសឹកដោយហក់ធាក់ម្នាក់ហ្នឹងទៅវិញដែលធ្វើឲ្យម្នាក់ហ្នឹងគឺរបួសខ្លាំងមែនទែនដាក់ Franca ហើយសែងចេញដឹកទៅពេទ្យតែម្ដងនិយាយទៅគឺ Zlatan ពេលដែលគេទាត់គាត់គឺគាត់គុំគួនបានយូរខ្លាំងមែនទែនទោះបីជារាប់សិបឆ្នាំប៉ុន្តែគាត់អត់ភ្លេចទេនិយាយទៅគឺវាដូចជារឿងរវាង Roy Keane ជាមួយនឹង Erling Haaland ឪពុករបស់ Haaland ចឹងអានេះគឺជាការសងសឹកគ្នាទៅវិញទៅមកនៅក្នុងរដូវកាលទី2របស់ Zlatan នៅឆ្នាំ 2011-2012 Zlatan ក៏នៅតែធ្វើបានល្អប៉ុន្តែបញ្ហាដែលធ្វើឲ្យក្លឹបមិនអាចទុកគាត់បានដោយសារតែ AC Milan គឺមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដូច្នេះក្លឹបត្រូវតែលក់កីឡាករសំខាន់ៗចេញដើម្បីយកលុយមកស្រោចស្រង់ក្លឹបហើយកីឡាករដែលត្រូវលក់ចេញកាលនោះគឺ Zlatan ហើយនិង Thiago Silva គឺត្រូវបានលក់ចេញទៅឲ្យ Paris Saint-Germain ក្លឹប Paris Saint-Germain បន្ទាប់ពីគាត់បដូរម្ចាស់ក្លឹបថ្មីគាត់ក៏មានលុយច្រើនដើម្បីទិញកីឡាករហើយ 2012-2013 នេះក្រៅតែពី Zlatan Thiago Silva ទៅក៏មានកីឡាករល្អៗជាច្រើនទៀតដែរដែលបានទៅចូលរួមជាមួយនឹង PSG Zlatan ពេលដែលមកដល់ PSG គាត់ក្លាយទៅជាកីឡាករម្នាក់ដែលកាន់តែខ្លាំងជាងមុនតទៀតបើយើងនិយាយពីការលេងនៅក្នុងជម្រើសជាតិវិញយើងឃើញថាការប្រកួតនៅក្នុងជម្រើសជាតិពេលដែល Sweden ប៉ះគ្នាជាមួយនឹងក្រុមអង់គ្លេសគឺ Zlatan ម្នាក់ឯងសុទ្ធបញ្ចូលទីបាល់រហូតដល់4គ្រាប់ដែលគ្រាប់បាល់របស់គាត់ចុងក្រោយគេជាគ្រាប់បាល់មួយដែលល្បីខ្លាំងមែនទែនដែលហក់ bicycle kick ពីក្រៅប្រអប់គ្រោះថ្នាក់ទៅទៀតគ្រាប់បាល់នេះគឺខ្ញុំបានមើលផ្ទាល់ហើយខ្ញុំមើលហើយគឺឡើងផ្លឹកតែម្ដងដោយសារតែមិននឹកស្មានថាគាត់អាចធ្វើបានដល់ថ្នាក់នេះគ្រាប់បាល់មួយគ្រាប់នេះគឺពិតជាអស្ចារ្យហើយក៏ឈ្នះពាន Puskas Award ផងដែរជាគ្រាប់បាល់ដែលល្អផ្ដាច់គេប្រចាំពិភពលោកតែម្ដងនៅកាលនោះយើងក៏លេខមកមើលការលេងរបស់គាត់នៅក្នុងលីកអង់វិញ Zlatan ពេលដែលមកលេងនៅ PSG ហ្នឹងអាយុរបស់គាត់គឺ30ឆ្នាំហើយប៉ុន្តែគាត់គឺនៅតែធ្វើបានល្អដោយការមកលេងនៅលីកអង់ជាលើកដំបូងជួយឲ្យ PSG លើកពានលីកអង់តែម្ដងហើយគាត់ក៏ល្បីល្បាញដែរខាងដាក់គេនៅក្នុងលីកបាទគឺគាត់ទាត់គេច្រើនមែនទែនគឺសម្បូរវីដេអូមែនទែនដែលគាត់ដាក់គេបាទពេលខ្លះហក់ធាក់អ្នកចាំទីពេលខ្លះជន់ក្បាលគេពេលខ្លះជន់កជើងគេភាគច្រើនគឺសុទ្ធតែជាការសងសឹកទេបាទដោយសារតែគេដាក់គាត់មុនអញ្ចឹងគឺគាត់ដាក់វិញហើយចូលមកដល់រដូវកាលទី2របស់គាត់នៅ PSG Zlatan គឺនៅតែល្អជួយឲ្យ PSG ឈ្នះលីកអង់ម្ដងទៀតហើយគាត់ខ្លួនឯងក៏ឈ្នះ Player of the Year ផងដែរហើយក៏មានគ្រាប់បាល់សុទ្ធបញ្ចូលទីមួយគ្រាប់គេហៅថាក្បាច់សេះផាយទៅដែលគាត់សុទ្ធបញ្ចូលទីគឺបានយ៉ាងស្អាតតែម្ដងហើយរដូវកាលទី2នេះដែរគឺសុទ្ធបញ្ចូលទីបានរហូតដល់41គ្រាប់បើយើងមើល4ឆ្នាំដែលគាត់មកលេងនៅ PSG គឺគាត់ជួយឲ្យ PSG លើកពានលីកអង់បាន4ឆ្នាំជាប់គ្នាតែម្ដងហើយឈ្នះ Player of the Year កីឡាករល្អបំផុតប្រចាំឆ្នាំនៅលីកអង់នេះគឺ3ឆ្នាំបាទគឺពិតជាសាហាវខ្លាំងមែនទែនចំណែកឯពាន Top Scorer អ្នកសុទ្ធបញ្ចូលទីច្រើនជាងគេក៏គាត់ឈ្នះបាន3ដងផងដែរបើយើងសរុបពាក់ព័ន្ធជាមួយនឹងទិន្នន័យវិញគឺគាត់លេងបាន180ប្រកួតសុទ្ធបញ្ចូលទី156គ្រាប់ហើយគាត់បានចាក់ចេញពី PSG នៅក្នុងនាមជា Legend របស់ក្លឹបដោយសារតែ Zlatan គាត់ចង់បានការប្រកួតប្រជែងថ្មីហើយនឹងមានការកោះហៅអំពី Jose Mourinho ផងដែរគាត់ក៏សម្រេចចិត្តថាចប់កុងត្រាជា free agent ដែរអញ្ចឹងគាត់ទៅរកក្លឹបថ្មីលេងតែម្ដងទៅគាត់ក៏បានមកចូលរួមជាមួយនឹង Manchester United ដែលពេលនោះគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនខ្ញុំចង់ឃើញគាត់មកលេងនៅទឹកដីអង់គ្លេសហើយគាត់ផ្ទាល់ក៏ចង់ជំនះជាមួយនឹងពាក្យអ្នកដែលស្អប់គាត់ដែរជាទូទៅគឺគេថាអូមិនបាច់មកលេងនៅទឹកដីអង់គ្លេសទេអ្នកឯងចាស់ហើយ
มันអាចមកប្រកួតប្រជែងជាមួយនឹងគេឯងបានទេព្រោះអីនៅលីកអង់គ្លេសនេះគឺមានការប្រកួតប្រជែងខ្លាំងមែនទែនទោះបីជាគេនិយាយមិនក៏ដោយប៉ុន្តែ Zlatan បានសម្រេចថាគាត់នឹងមកលេងនៅលីកអង់គ្លេសឲ្យបានគាត់នឹងធ្វើឲ្យលីកអង់គ្លេស English Premier League គឺ look old វិញម្ដងមិនមែនគាត់ look old ទេក្រោមការដឹកនាំរបស់ Jose Mourinho Zlatan នៅ Man U រដូវកាលដំបូងគឺពិតជាធ្វើបានល្អខ្លាំងមែនទែនខ្ញុំចូលចិត្តការលេងរបស់គាត់រដូវកាលដំបូងគឺសុទ្ធបញ្ចូលទីបានរហូតដល់28គ្រាប់ការលេងរបស់ Zlatan ជាមួយនឹង Pogba គឺពិតជាសងតង់គ្នាខ្លាំងមែនទែនហើយ Zlatan គឺពិតជាបានសរសើរទៅកាន់ Pogba ដោយសារអ្នកទាំងពីរនេះលេងទៅគឺយល់ចិត្តគ្នាហើយគាត់សរសើរ Pogba ពាក់ព័ន្ធជាមួយនឹងការខិតខំប្រឹងប្រែងគាត់បាននិយាយថា Pogba គឺជាកីឡាករមួយរូបដែលមានការខិតខំប្រឹងប្រែងនៅក្នុងអាជីពរបស់គាត់ខ្លាំងមែនទែន Zlatan មកលេងនៅលីកអង់គ្លេសរដូវកាលដំបូងធ្វើឲ្យគេគ្រប់គ្នាមើលឃើញថាគាត់ទោះបីជាអាយុច្រើនមែនប៉ុន្តែនៅតែអាចធ្វើព្យុះធ្វើភ្លៀងនៅលីកអង់គ្លេសបានប៉ុន្តែរឿងដែលអ្នកគាំទ្រមិនចង់ឃើញគឺវាបានចូលមកដល់នៅក្នុងប្រកួតមួយពេលដែល Man U លេងប៉ះគ្នាជាមួយនឹង Anderlecht Zlatan គឺគាត់មានបញ្ហារងរបួសដោយសារតែគាត់ហក់តែតហើយធ្លាក់ចុះមកវិញឃើញថាជើងរបស់គាត់បត់ញាច់ហើយគាត់ក៏បានដួលទៅនឹងដីយើងឃើញថាការដួលបែបនេះជើងរបស់គាត់គឺធ្ងន់មែនទែនក្បាលជង្គង់របស់គាត់គឺចំណាយរយៈពេលយូរនៅក្នុងការព្យាបាលហើយបញ្ហារបួសនេះដែរគឺធ្វើឲ្យ Zlatan គាត់សម្រេចចិត្តថាគាត់សុខចិត្តចាកចេញពី Man U តែម្ដងទៅគាត់បាននិយាយត្រង់ប្រាប់ក្លឹបតែម្ដងថាមិនបាច់រំពឹងមកលើគាត់ទៀតទេរបួសនេះគឺធ្វើឲ្យ Zlatan ពីមុនមិនអាចត្រឡប់មកវិញបានទេដូច្នេះសូមឲ្យគាត់ចាកចេញតែម្ដងទៅកុំឲ្យគាត់ធ្វើជាបន្ទុករបស់ក្លឹបអីគាត់និយាយបែបនេះដោយសារតែបញ្ហារបួសក្បាលជង្គង់របស់គាត់នេះគឺវាធ្ងន់ហើយត្រូវការចំណាយពេលព្យាបាលច្រើនហើយណាមួយអាយុរបស់គាត់គឺច្រើនដែរដូច្នេះវាអត់អាចដោយកីឡាករក្មេងៗដែលចំណាយពេលតិចនៅក្នុងការព្យាបាលទេដូច្នេះទើបគាត់គិតថាបើនៅទៀតគឺនៅជាបន្ទុករបស់ក្លឹបទេចាក់ចេញតែម្ដងទៅឲ្យក្លឹបរកអ្នកផ្សេងមកជំនួសគាត់វាជារឿងល្អជាងបាទវាជារឿងដែលគួរឲ្យសោកស្ដាយដែរដែលនៅរដូវកាលឆ្នាំ2017-2018ទើបតែចូលមកបានតិចអ្នកគាំទ្រទើបតែបានសប្បាយចិត្តបានតិច Zlatan បែរទៅជារបួសហើយក៏បានរំសាយកុងត្រាគ្នាជាមួយនឹងក្លឹបខ្លាចទៅជា free agent ម្ដងទៀតហើយក៏សម្រាប់ព្យាបាលរបួសរបស់គាត់ផងដែរក៏ប៉ុន្តែអ្វីដែលយើងសប្បាយចិត្តគឺ Zlatan ក៏បានជួយរួមចំណែកនៅក្នុង Man U បានច្រើនដែរដោយគាត់បានជួយឲ្យ Man U លើកពានបាន3ដែរគឺពាន Europa Leagueពានទឹកនោមផ្អែមហើយនិងពាន Community Shield ផងដែរបន្ទាប់ពី Zlatan និង Man U បានរំសាយកុងត្រាពួកគាត់ជាមួយគ្នាហើយយើងឃើញថានៅក្នុងខែ3ឆ្នាំ2018 Zlatan ក៏បានមកចូលរួមជាមួយនឹង LA Galaxy នៅប្រទេសអាមេរិក Zlatan មកលេងនៅ MLS នេះមកជាមួយនឹងរឿងដែលប្លែកខ្លាំងមែនទែនដំបូងឡើយគឺគាត់បានមានសារមួយទៅកាន់អ្នកគាំទ្រថា Dear Los Angeles you are welcome ដែលសាររបស់គាត់នេះគឺធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងមែនទែននិយាយទៅគឺគេសោកដោយសារតែអ្វីដែលគាត់បានសរសេរគឺគេហួសចិត្តតែម្ដងជាទូទៅគឺគេរៀបរាប់ច្រើនរៀបរាប់ហូរហែតែ Zlatan វិញគឺមានតែពាក្យមួយម៉ាត់ទេគឺ you are welcome បន្តមកទៀតរឿងដែលល្អសោកទី2គឺកីឡាករបាល់បោះដ៏ល្បីខ្លាំងមែនទែន LeBron James គាត់បានសញ្ញេលើអាវមួយហើយផ្ញើមកឲ្យ Zlatan ដែល LeBron James គឺបានសរសេរនៅលើអាវហ្នឹងថា To Zlatan King of LA LeBron James Zlatan បន្ទាប់មកទៀតគាត់ក៏បានយកអាវហ្នឹងទៅបង្ហោះនៅលើ social media ដែលគាត់បានសរសេរថា Now the King recognize God បាទនិយាយទៅគឺពាក្យសម្ដីរបស់គាត់នេះគឺចាក់ទឹកមិនលិចទេបាទអញ្ចឹងបាទខ្ញុំនិយាយថា Zlatan គឺជាមនុស្សដែលសម្ដីចាក់ទឹកមិនលិចឲ្យតែគេទៅសេអីឬក៏គេនិយាយអីមួយគាត់គឺគាត់តែងតែមានពាក្យឆ្លើយតបទៅវិញឲ្យគេគាំងតែម្ដងហើយអ្វីដែលគាត់បង្ហោះនេះគឺធ្វើឲ្យគេសោកខ្លាំងមែនទែននិយាយទៅគឺប៉ុណ្ណឹកឃើញតែម្ដងស្ទើរតែ King recognize God ស្អីណាហើយ Zlatan ពេលដែលគាត់ផ្លាស់មកលេងនៅ MLS លេងនៅ LA Galaxy នេះគឺគាត់សុទ្ធដូចព្យុះតែម្ដងបាទលេងនៅនេះ2រដូវកាលលេងបាន58ប្រកួតសុទ្ធបញ្ចូលទីបានរហូតដល់54គ្រាប់បាទជាតួលេខច្រើនមែនទែនគេបានមើលឃើញថាអាយុគ្រាន់តែជាតួលេខឯងសម្រាប់ Zlatan គឺគាត់នៅតែរឹងមាំនៅតែមានបច្ចេកទេសនៅក្នុងការសុទ្ធបញ្ចូលទីល្អជានិច្ចហើយក្រោយមកទៀតនៅក្នុងឆ្នាំ2020 Zlatan ក៏បានផ្លាស់ចេញពី MLS មកចូលរួមជាមួយនឹង AC Milan ម្ដងទៀតដោយសារតែគាត់គិតថាគាត់ចង់ជួយឲ្យ AC Milan ត្រឡប់មកខ្លាំងវិញត្រឡប់មកលើកពាន Italy Serie A ឡើងវិញគិតទៅអាយុរបស់គាត់38 39ហើយគឺសមត្ថភាពរបស់គាត់គឺនៅតែល្អមកលេងនៅ AC Milan នេះគឺគាត់នៅតែធ្វើបានល្អហើយចូលមកដល់ឆ្នាំ2022អ្នកទាំងអស់គ្នាពាក្យសម្ដីដែលគាត់បានសន្យាចំពោះអ្នកគាំទ្រថានឹងជួយឲ្យ AC Milan លើកពាន Serie A គាត់ពិតជាធ្វើបានសម្រេចពិតមែនដែលគាត់បាននិយាយថាតាមពិតទៅ6ខែចុងក្រោយដែលគាត់លេងនេះគឺគាត់លេងទាំងគាត់ដាច់ ACL ឲ្យតែលេងហើយគឺគាត់មកព្យាបាលទាំងឈឺចាប់តែម្ដងនិយាយទៅចិត្តចង់ជួយក្រុមសុខចិត្តលេងទាំងដាច់ ACL Zlatan ពិតជាសាហាវពិតមែនបាទ
ហើយក្រោយមកទៀតចូលមកដល់រដូវកាល 2022-2023 បំណងរបស់គាត់គឺពិតជានៅចង់ជួយ AC Milan បន្តទៀតប៉ុន្តែបញ្ហារបួសរបស់គាត់គឺវារ៉ាំរ៉ៃវាឈឺអត់ព្រមជាហើយកាន់តែឈឺខ្លាំងទៅធ្វើឲ្យគាត់សម្រេចចិត្តថាគាត់ទប់លែងជាប់ហើយក៏លាអ្នកគាំទ្របាល់ទាត់ចូលនិវត្តន៍ទាំងទឹកភ្នែកតែម្ដងនៅវ័យ41ឆ្នាំស្លាតានសមត្ថភាពនៅតែល្អប៉ុន្តែក្បាលជង្គង់ជើងរបស់គាត់ហ្នឹងគឺវារ៉ាំរ៉ៃខ្លាំងពេកអានេះហើយគឺជាមូលហេតុដែលគាត់ចូលនិវត្តន៍កុំអីគឺគាត់នៅបន្តលេងបាល់តទៀតបាទសម្រាប់ជីវិតបាល់ទាត់របស់ Zlatan Ibrahimovic គឺមានប្រព័ន្ធនេះអ្វីដែលខ្ញុំសរសើរ Zlatan ខ្លាំងជាងគេគឺពាក់ព័ន្ធជាមួយនឹងការផ្លាស់ប្រែខ្លួនឯងពីក្មេងប្រុសម្នាក់ដែលបាត់បង់គ្រប់បែបយ៉ាងមិនថាម្ដាយមិនថាឪពុកមានបញ្ហាជាមួយគ្នាម្ដាយជាប់គុកអីផ្សេងៗតែគាត់នៅតែអាចខំប្រឹងពុះពៀចាប់អាជីពមួយដែលជាក្តីសម័យរបស់គាត់ហើយអាចផ្លាស់ប្រែខ្លួនឯងជួយមកដល់ក្រុមគ្រួសារគាត់វិញបច្ចុប្បន្នគាត់លែងពិបាកគាត់លែងលួចកង់គេទៀតហើយគឺគាត់មានលុយរាប់សិបលានដុល្លារនៅក្នុងកង់របស់គាត់អានេះគឺជាអ្វីដែលយើងទាំងអស់គ្នាគួររៀនសូត្រពីជីវិតរបស់គាត់ទោះបីជាយើងមានបញ្ហាពិបាកខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែព្យាយាមពុះពៀថ្ងៃណាមួយយើងនឹងអាចជំនះវាបានហើយរឿងដែលយើងមិនគួរយកតម្រាប់តាមគាត់គឺពាក់ព័ន្ធជាមួយនឹងអត្តចរិតនៃការដោះស្រាយបញ្ហារបស់គាត់ព្រោះខ្ញុំមើលឃើញការដោះស្រាយបញ្ហារបស់គាត់គឺវាមានបញ្ហាដែលធ្វើឲ្យគាត់ខកខាននៅក្នុងការទៅលេងនៅក្នុងក្លឹបធំខកខាននៅក្នុងការលើកពានរង្វាន់ធំៗជាច្រើននៅក្នុងលីកកំពូលនៅអឺរ៉ុបយើងឃើញថាពានរង្វាន់ធំមួយដែលគាត់មិនបានលើកគឺពាន UEFA Champions League បើសិនជាគាត់ដោះស្រាយបញ្ហាឲ្យបានល្អជាងនេះបន្ទាបខ្លួនជាងនេះខ្ញុំជឿថាអាជីពរបស់គាត់គឺអាចជោគជ័យខ្លាំងជាងនេះទៅទៀតក៏ប៉ុន្តែការប្រកបអាជីព24ឆ្នាំរបស់គាត់សុទ្ធបញ្ចូលទីបាន570គ្រាប់ឈ្នះពានបានរហូតដល់34ពានទោះបីជាយ៉ាងណាក៏យើងត្រូវតែសរសើរអំពីអាជីពបាល់ទាត់ដ៏ល្អរបស់គាត់មួយនេះដែរហើយវីដេអូអំពី Zlatan គឺមានប៉ុណ្នេះអរគុណវីដេអូមួយនេះនាំមកជូនដោយ Cambodia Sport Plus ជាភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹកដែលល្អសម្រាប់រាងកាយហើយនិងសុខភាពជាពិសេសគឺសម្រាប់អ្នកលេងកីឡាតែម្ដង